Hello ទាំងអស់គ្នាវិលត្រឡប់មកកាន់វីដេអូពីយប់3ថ្ងៃនៅលើកោះរ៉ុងផាត3អ្នកទាំងអស់គ្នានេះក៏ជាយប់ចុងក្រោយដែរដែលយើងញ៉ាំអីជុំគ្នានៅលើកោះរ៉ុងនឹងក៏យើងបានញ៉ាំប៊ីយ៉ាឈៀក៏ដូចជាច្រៀងលេងជុំគ្នាអ្នកទាំងអស់គ្នាហើយបន្ទាប់ពីយើងញ៉ាំអីហើយក៏យើងទៅសម្រាកមកដល់ត្រង់នេះយើងភ្លឺឡើងហើយក៏យើងបានតែងខ្លួនអាវហ្វ៊ីតដើម្បីជិះទៅរកញ៉ាំអីសិនយើងធ្វើដំណើរតាមផ្លូវនៅចិត្តអូតាយើងដែរទេដើម្បីរកកន្លែងញ៉ាំអីយើងបានមកដល់កន្លែងញ៉ាំអីហើយគឺយើងនាំគ្នាញ៉ាំបាយសូបជុំគ្នាគឺអាហារពេលព្រឹករបស់យើងបន្ទាប់ពីយើងញ៉ាំអីហើយយើងក៏ត្រឡប់ទៅកាន់រីសតវិញក៏បងត្រេកញ៉ាំលេងអង្គុយនៅមាត់សមុទ្រនឹងអស់គ្នាដោយសារយើងអត់ទាន់មានដល់ចេញទេដល់តតែថ្ងៃម៉ោង2:11យើងក៏កំងត្រេកញ៉ាំអង្គុយលេងទៅហើយយើងក៏អត់ទាន់ check in ដែរយើងអង្គុយលេងថតរូបលេងនៅមុខអូតែលយើងនឹងដែរកន្លែងនេះយើងធ្វើរៀងចូលទួយតិចចឹងណាយើងថតរូបហើយក៏យើងចាំយូរដែរក៏យើងមកកាន់បន្ទប់ដើម្បីរៀបចំអីវ៉ាន់ check in ដោយសារមក10ដែរហើយយើងរៀបចំ check in ចេញទៅបន្ទាប់ពីយើង check in ហើយយើងក៏ទៅអង្គុយលេងនៅទៅមុខ resort តែថាយើងអត់តន់ដល់ម៉ោងជើងទូកយើងចេញហើយយើងអង្គុយនៅអស់គ្នាលេងពស់ចេញពីក្នុងឆាត់មកឡើងភ្ញាក់ដែរតាមពិតពស់នេះពស់សឹកឈើអ្នកនរគ្នាអត់ចេះគេគាត់ថាយើងរឿងភ្ញាក់ហើយបងកបងគាត់ស្មានតែពស់ចគាត់លោកដៃទៅលេងពស់ងាកខ្វាយគាត់ភ្ញាក់ដែរហើយយើងក៏អង្គុយលេងនឹងទៅដល់ពេលដល់ម៉ោងក៏យើងហៅទីខាង resort ហ្នឹងគេជូនយើងទៅខាងកំពង់ផែអ្នកនរគ្នាមកដល់កន្លែងនេះអ្នកនរគ្នាគាត់នឹកឃើញទឹកមុខម្នាក់ក៏ដឹងតែគឺថាអស់លេងម៉ោងដោយសារក្តៅអ្នកនរគ្នាយើងគេហៅយើងមកឲ្យចាំមុនម៉ោង2:15ជើងទូកត្រូវចេញម៉ោង2:10កន្លះប៉ុន្តែយើងមកអង្គុយចាំមុនហើយដល់ពេលហើយទូកគេខូចយើងអង្គុយចាំឡើង1ម៉ោងជាងអ្នកនរគ្នាម៉ោង2បានជើងទូកមកហើយដល់ពេលទូកនឹងមកទូកនឹងដាច់ចកោទៀតអ្នកនរគ្នាអញ្ចឹងយើងជិះទៅអត់កើតទេយើងត្រូវផ្ទេរទូកទៅមួយទៀតប៉ុន្តែគេឲ្យយើងចូលទូកនេះសិនដោយសារក្តៅអ្នកនរគ្នានៅខាងក្រៅអត់មានម្លប់ទេគេឲ្យចូលមកក្នុងនេះមករោមសិនតិចហើយបន្ទាប់ពីយើងរងសិនជាហើយបានជា20នាទីទូកគេក៏បានមកដូរយើងជិះទៅវិញណាបើកលឿនមែនទេអ្នកនរនេះមានអ្នកស្លាប់មួយគេពុលលលោខ្លាំងហើយក៏ពេលយើងមកហ្នឹងក៏វាមានខ្យល់ដែរមេឃភ្លៀ
លៀងទៀតអ្នកនរគ្នាយើងមកតាមផ្លូវលៀងវា20តិចដែរហ្នឹងណាបន្ទាប់ពីមកដល់ខាងកំពង់ផែនៅខាងកំពង់សោមនេះគឺថាភ្លៀងខ្លាំងមែនទេអ្នកនរនេះចេះសំណាងយើងមកដល់នៅលើខែតតនណាយើងជិញតាមផ្លូវអីគឺថាភ្លៀងខ្លាំងមែនតើយើងថាទៅញ៉ាំមឹកអាំងអត់បានញ៉ាំទេអ្នកនរគ្នាដោយថាភ្លៀងខ្លាំងពេកអត់មានអ្នកលក់ហើយក៏យើងឃើញក្រាស់សាំងមួយគេមានលក់មីហឹលរៀងក៏គ្រៀងតែក៏យើងចូលញ៉ាំមីញ៉ាំអីសិនទៅជុំគ្នាគ្រៀងខ្លាំងពេកយើងញ៉ាំអីបដើមមើលមេឃរាំងហើយក៏យើងជិះទៅខាងដើមឈើចាំស្នែថតរូបលេងថតរូបនៅលើឡានហើយយើងថតលេងហើយយើងថតរូបហើយយើងអាចបានទៅញ៉ាំមុខទេដោយសារយើងញ៉ាំមីញ៉ាំអីឆ្អែតមែនតើហើយក៏សម្រាប់ចិត្តយើងវិលត្រឡប់មកភ្នំពេញវិញហើយយើងមកដល់ភ្នំពេញវិញគឺម៉ោង6:07ហើយអ្នកនរគ្នាហើយវីដេអូហ្នឹងក៏ចប់ត្រឹមហ្នឹងអ្នកនរគ្នាបាយបាយ